បងប្អូនគ្រាន់តែយើង scan មកគឺយើងអាចចូលក្នុង Facebook យើងបានដែរបងបាទហើយ Facebook ទម្លាក់មួយងារមួយនេះគឺដើម្បីឲ្យយើងសុវត្ថិភាពកាន់តែខ្លាំងបងបាទទោះបីនរណា hack យើងក៏មិនបានដែរបាទតែละមុខយើងទើបអាចចូល account យើងបានបាទទោះបីដឹងលេខកូដយើងក៏យកមិនបានដែរបាទ Facebook ឲ្យយើង selfie មុខយើងដើម្បីបញ្ជាក់ថាយើងជាម្ចាស់ account នេះបងប្អូនបាទហើយបងប្អូនចូលធ្វើតើគ្នាបាទដើម្បីការពារ account យើងតើគ្នាបាទកុំឲ្យមាន hacker ចូលមកយក account យើងបាទហើយក្នុងវីដេអូនេះខ្ញុំធ្វើបង្ហាញបងប្អូនតើគ្នាបាទបងប្អូនទស្សនាវីដេអូនេះបងប្អូនអាចធ្វើបានតើគ្នាបាទឥឡូវនេះបងប្អូនទស្សនាតើគ្នាបាទជាដំបូងបងប្អូនចូល Facebook ទៅបាទជួយទៅបាទជួយឲ្យបងប្អូនចូលក្លេចជាមួយយើងបាទជួយទៅបាទនេះជាមួយយើងនេះបាទជួយទៅបាទចុចចឹងបានហើយបងប្អូនចុចលេខ3ខាងលើបាទជួយទៅបាទបាទមកដល់កន្លែងនេះបងប្អូនចូលកន្លែងនេះបាទ setting and privacy បាទចុចទៅបាទហើយបងប្អូនដល់កន្លែងនេះបងប្អូនចុចលេខ setting ម្ដងទៀតមកបាទខាងលើគេនេះបាទចុចទៅបាទបាទមកដល់កន្លែងនេះបងប្អូនចូលលេខមកបាទ account center ខាងលើគេនេះបាទចុចទៅបាទបាទមកដល់កន្លែងនេះហើយបងប្អូនចុចកន្លែងនេះមកបាទ password and security បាទចុចទៅបាទហើយបងប្អូនដល់កន្លែងនេះបងប្អូនចុចនេះមកបាទ verification selfie នេះបងបាទគឺជួយទី3នេះបងបាទចុចទៅបាទហើយខ្ញុំដល់កន្លែងនេះបងប្អូនចុចកន្លែង profile យើងបងបាទចុចទៅបាទមកដល់កន្លែងនេះបងប្អូនយើងចុចនេះមកបាទចុច next បាទចុចទៅបាទបាទមកដល់កន្លែងនេះបាទបងប្អូនស្ដាប់ដាក់ passkey គឺឡើងដូចខ្ញុំអញ្ចឹងបងប្អូនបាទបើសិនបងប្អូនមិនដាក់ទេគឺមានឡើងអញ្ចឹងទេបងប្អូនបាទហើយបងប្អូនខ្វែងទៅលើចុចខ្វែងចោលបាទដើម្បីយើងបន្តទៅមួយកន្លែងទៀតបាទហើយបងប្អូនចុចក្រោបគេមកបាទចុចទៅបាទតែពេលនេះមាន3ជម្រើសបងប្អូនបាទបងប្អូនជ្រើសរើសយកមួយណាបាទដូចខ្ញុំមាន passkey Gmail និងលេខទូរស័ព្ទបើប្រើ WhatsApp បងប្អូនដាក់លេខទូរស័ព្ទទៅបាទតែសម្រាប់ខ្ញុំយក Gmail បាទឥឡូវនេះខ្ញុំចុច Gmail យកតែម្ដងបងប្អូនបាទចុចចឹងហើយបងប្អូនចុច continue មកបាទចុចទៅបាទចុចចឹងបានហើយរងចាំលេខកូដគេផ្ញើមកបងប្អូនបាទរងចាំភ្លេតបងប្អូនបាទបាទឥឡូវនេះមកហើយបាទខ្ញុំចូលយកលេខកូដសិនបងប្អូនបាទឥឡូវនេះខ្ញុំបានលេខកូដ8ខ្ទង់ដែលក្រុមហ៊ុនផ្ញើមកឲ្យហើយបងប្អូនបាទឥឡូវនេះខ្ញុំដាក់សិនបាទហើយបងប្អូនចុច continue ទៅបាទចុចទៅបាទបាទមកដល់កន្លែងនេះបងប្អូនចុចអក្សរអង្ក្រមនេះបងប្អូនបាទគេថា start selfie នេះបងប្អូនចុចទៅបាទមកដល់កន្លែងនេះសូមបញ្ជាក់បងប្អូនបន្តិចបាទដោះម៉ាស់ដោះបន្តាចេញបងប្អូនបាទមកដល់កន្លែងនេះបងប្អូនយកមុខដាក់ចំវងនោះហើយបងប្អូន scan ធ្វើតាមគេណែនាំបងប្អូនបាទហើយពេលនេះកំពុងតែ upload បងប្អូនរងចាំភ្លេតបងប្អូនបាទធ្វើសេវា slow បាទចាំភ្លេតបងប្អូនបាទពេលនេះយើងធ្វើបានជោគជ័យហើយបងប្អូនបាទហើយបងប្អូនជួយដានទៅបាទហើយ Facebook ផ្ញើសារទៅយើងធ្វើបានសម្រេចហើយបងប្អូនបាទឥឡូវនេះចូលមើល profile ខ្ញុំម្ដងបាទចុចទៅបាទចាំភ្លេតបងប្អូនបាទដូចខ្ញុំថ្ងៃទី30 ខែ7 2026ហើយបងប្អូនចង់អាប់ដេតថ្មីទៀតក៏បានហើយបងប្អូនចង់កែខៃមិនក៏បានបាទហើយបងប្អូនចង់ដកចេញក៏បានគឺវិធីងាយៗបាទក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ